បាទបងប្អូនមកដល់ទៀតហើយឥឡូវនេះក្រូចទំដាំមកលោះបានបន្តិចបងប្អូនឥឡូវបេះគ្នាទៀតបងប្អូនហើយមិនទាន់បានច្រើនទេបាទឥឡូវចង់ហូបស្លមកស្ងោជ្រក់ត្រីបងប្អូនបាទប្រឡេះលក្រូចដើមក្រូចទំដាំទៀតបងប្អូនបាទមិនទាន់ចាក់ឬស្រួលបួលទេបាទប្រឡូកតិចឲ្យបេះនេះអត់បានភ្លេចទៅផ្សារភ្លេចតិចលឹកស្លឹកក្រូចបងប្អូនឥឡូវពងបេះតប់ប្រឡូកចេញតិចមកបាទទំដាំទៀតនឹងទំដាំថ្មីដល់ចិត្តបេះបងប្អូនបើអត់មានអញ្ចឹងពិបាកទៅទិញរបស់មានស្រាប់យើងបេះផ្សំបងប្អូនមានលឹកជីអីចឹងទៅជីជ្រក់អីបងប្អូនបាទឥឡូវដាក់គល់ក្រៃល្ងាស់ទឹកវាសិនបងប្អូនដាំទឹកដើមដេងបាទទឹកត្រីបន្តិចទៅវាឈ្ងុយនេះលឹកក្រូចបេះមិញបងប្អូនបាទទៅបានប្រហែលតលឹកបេះយកមកឥឡូវទឹកពុះហើយដាក់ត្រីបងប្អូនដាក់ត្រីចូលបាទដាក់ត្រីចូលងាយបងប្អូនមកហូបងាយបាទនេះតំប្រាំងនេះដាក់ចូលឲ្យអស់បងប្អូនដាក់បិទភ្លើងដាក់ជីជ្រក់ជីចូលទៅច្របាច់ក្រូចទៅឈ្ងុយបាទបងប្អូនឲ្យក្លិនឡើងឈ្ងុយស្ងប់បងប្អូនបាទអរគុណបងប្អូនដែលបានតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់នេះបងប្អូនបាទ